វារត់ប្រណាំងអង្គរខួប30ឆ្នាំនៃទិវារត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងអង្គរឆ្នាំ2025មានអ្នកចូលរួមអ្នករត់ចំនួន16,000 នាក់ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងអង្គរខួបលើកទី30ដែលក្រុងនឹងធ្វើឡើងនាព្រឹកថ្ងៃទី7ខែធ្នូឆ្នាំ2025នៅតំបន់អង្គរខេត្តសៀមរាបទទួលបានអ្នកចុះឈ្មោះពីកីឡាករកីឡាការិនីជាតិនិងអន្តរជាតិចំនួន16,000 នាក់មកពី86ប្រទេសចំនួននេះគឺបានបំបែកកំណត់ត្រាថ្មីនៅក្នុងរយៈពេល30ឆ្នាំដែលបានរៀបចំឡើងគឺជាលើកដំបូងកាលពីឆ្នាំ1996មកនេះបើតាមប្រសាសន៍របស់ឯកឧត្តមវត្តចម្រើនអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡ িম্প ិកកម្ពុជា NOCC ថ្លែងនៅក្នុងបទសម្ភាសន៍កាលពីរសៀលថ្ងៃទី1ខែធ្នូឆ្នាំ2025ឯកឧត្តមវត្តចម្រើនបានលើកឡើងថាព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងដែលមានវិញ្ញាសាគោល 42.195 គីឡូម៉ែត្រនៅក្នុងចំណោមវិញ្ញាសារត់ប្រណាំងជាច្រើនទៀតគឺជាទិវាដ៏ទាក់ទាញនិងធំប្រចាំឆ្នាំរបស់កម្ពុជាដែលកំពុងតែជំរុញទៅដល់កំណើនភ្ញៀវទេសចរជាតិនិងអន្តរជាតិនេះគឺជាមោទនភាពមួយរបស់ព្រឹត្តិការណ៍អន្តរជាតិមួយនេះហើយក៏ជាការបញ្ជាក់ពីការរីកចម្រើនភាពរីកចម្រើននៃសុខសន្តិភាពការអភិវឌ្ឍរបស់ប្រទេសជាតិរបស់យើងផងដែរព្រឹត្តិការណ៍នេះគឺបានជួយទៅដល់វិស័យទេសចរនិងអាជីវកម្មគឺជាពិសេសជួយជំរុញទៅដល់ប្រជាពលរដ្ឋដែលរកស៊ីប្រតិបត្តិការទេសចរនៅក្នុងខេត្តសៀមរាបផ្ទាល់តែម្ដងដល់ភ្ញៀវជាតិអន្តរជាតិ16,000 នាក់នេះត្រូវការស្នាក់នៅហូបចុកការដឹកជញ្ជូនជាដើមទទួលបានផលទាំងអស់គ្នាឯកឧត្តមអគ្គលេខាធិការ NOCC បានថ្លែងថាចំណុចសំខាន់មួយទៀតគឺការរៀបចំទិវារត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងអង្គរគឺដើម្បីសប្បុរសធម៌ដែលព្រឹត្តិការណ៍នេះក្រុងនឹងប្រារព្ធធ្វើឡើងនាវេលាព្រឹកថ្ងៃអាទិត្យទី7ខែធ្នូឆ្នាំ2025នៅមុខប្រាសាទអង្គរវត្តនៃខេត្តសៀមរាបដោយទាក់ទាញបានអ្នករត់ប្រណាំងចូលរួមជាតិនិងអន្តរជាតិសរុប16,000 នាក់មកពី86ប្រទេសជុំវិញពិភពលោកក្នុងនោះគឺមានភ្ញៀវអន្តរជាតិជាង3,000 នាក់គួរបញ្ជាក់ថាអ្នកដែលបានចុះឈ្មោះទាំងអស់គ្នាគឺត្រូវទទួលយកនូវសម្ភារៈសម្រាប់ការចូលរួមរត់នៅសន្តាគារខនយ៉ាតតាមផ្លូវជាតិលេខ 6A ភូមិចុងកស៊ូឃុំស្លកក្រាមក្រុងសៀមរាបចាប់ពីថ្ងៃទី4ដល់ថ្ងៃទី6ខែធ្នូឆ្នាំ2025ចាប់ពីម៉ោង9ព្រឹកដល់ម៉ោង6ល្ងាច